ស្ពានតែមួយគត់ក្នុងពិភពលោកដែលមានអាយុកាលជាង850ឆ្នាំដែលសប្តាហ៍ថ្ងៃនេះនៅតែអាចបើកនិងបិទបានប៉ុន្តែមុនពេលការសាងសង់ស្ពាននេះមនុស្សម្នេប្រើប្រាស់ទូកដើម្បីឆ្លងទន្លេប៉ុន្តែទន្លេនោះធំទូលាយណាស់ហើយការធ្វើដំណើរតាមទូកក្នុងស្ថានភាពទឹកហូរខ្លាំងបែបនេះគឺមិនមានសុវត្ថិភាពឡើយដូច្នេះហើយទើបគេប្រមូលទូកតូចរាប់សិបគ្រឿងមកហើយតម្រៀបវាជាជួរនៅកណ្ដាលទន្លេរួចចងភ្ជាប់គ្នាដោយខ្សែពួរពីលើដើម្បីឲ្យវាមានភាពរឹងមាំដូច្នេះហើយស្ពានបណ្ដែតទឹកបណ្ដោះអាសន្នមួយក៏ត្រូវបានសាងសង់រួចរាល់ប៉ុន្តែរលកដ៏ខ្លាំងក្លានៃទន្លេតែងតែបោកបក់ស្ពាននេះពិបាករលំជារឿយដើម្បីដោះស្រាយបញ្ហានេះសសរថ្មដ៏ធំមួយត្រូវបានសាងសង់នៅចំកណ្ដាលទន្លេដើម្បីកាត់បន្ថយចម្ងាយកណ្ដាលនៃស្ពាននិងបង្កើនភាពរឹងមាំរបស់វាប៉ុន្តែនៅពេលដែលរដូវវស្សាចូលមកដល់ទឹកហូរយ៉ាងខ្លាំងនៅក្នុងទន្លេបានធ្វើឲ្យស្ពាននេះមិនអាចប្រើប្រាស់បានជាថ្មីម្ដងទៀតមានន័យថាស្ពានបានបាក់រលំនៅពេលនោះហើយដែលអ្នកជំនាញបានសម្រេចចិត្តថាស្ពានបណ្ដោះអាសន្នជំនួសឲ្យការសាងសង់ស្ពានគួរតែសាងសង់សសរនៅខាងក្នុងទន្លេហើយដាក់ផ្ទាំងធំពីលើដើម្បីឲ្យមនុស្សអាចឆ្លងកាត់បានយ៉ាងងាយស្រួលប៉ុន្តែនៅពេលវេលាកន្លងផុតទៅការហូរច្រោះនៃទឹកជាបន្តបន្ទាប់អស់រយៈពេលជាច្រើនឆ្នាំបានធ្វើឲ្យដីនៅខាងក្រោមប្រហោងជាលទ្ធផលសសរខ្លះបានផ្អៀងហើយចាប់ផ្ដើមដួលរលំបន្ទាប់មកដើម្បីដោះស្រាយបញ្ហានេះជាអចិន្ត្រៃយ៍គេបានដាក់ថ្មក្រានីតក្រាស់និងរលោងនៅបាតទន្លេដើម្បីឲ្យគ្រឹះរឹងមាំហើយគ្មានហានិភ័យនៃការបាក់ស្ពានបន្ទាប់មកថ្មដែលឆ្លាក់រួចត្រូវបានរៀបចំឡើងដោយបច្ចេកទេសតម្រៀបគ្នាយ៉ាងពិសេសតាមរបៀបនេះសស្ពានដ៏រឹងមាំខ្លាំងត្រូវបានបង្កើតឡើងប៉ុន្តែភ្លាមនោះបញ្ហាមួយបានលេចឡើងថាផ្នែកខាងមុខនៃសរ៉ាង4ជ្រុងមានទំហំធំពេកវាគឺមិនត្រឹមតែរារាំងដល់លំហូរទឹកប៉ុណ្ណោះទេប៉ុន្តែវាក៏អាចបាក់យ៉ាងឆាប់រហ័សដោយសារតែជ្រុំទឹកហូរខ្លាំងផងដែរដូច្នេះហើយសរនីមួយត្រូវបានកែសម្រួលឲ្យមានរាងស្រួចនៅផ្នែកខាងមុខដើម្បីឲ្យទឹកទន្លេបុកចំសក់ហើយហូរទៅសងខាងបន្តទៅមុខទៀតតាមវិធីនេះសម្ពាធត្រូវបានកាត់បន្ថយយ៉ាងខ្លាំងពេលដល់វេននៃការសាងសង់ស្ពានបន្ទះថ្មធម្មតាមិនអាចទ្រទម្ងន់បានច្រើនទេហើយក៏មានហានិភ័យនៃការហូរតាមទឹកជំនន់ដែលខ្លាំងផងដែរដូច្នេះហើយទើបគេកាត់ធំពីភ្នំបែរនោះដើម្បីធ្វើជាធ្នឹមដែលមានទម្ងន់រាប់តោនធ្នឹមធ្ងន់ទាំងនេះត្រូវបានដឹកតាមទូកយកទៅកាន់សរស្ពានបន្ទាប់ពីដាក់នៅលើសរស្ពានយ៉ាងត្រឹមត្រូវហើយនៅពេលដែលកម្រិតទឹកទន្លេស្រកចុះបន្តិចទូកទាំងនោះក៏ត្រូវបានយកចេញពីខាងក្រោមបច្ចេកទេសនេះត្រូវបានគេហៅថា floating and dropping ដោយសារផ្ទៃថ្មមិនរាបស្មើទើបគេដាក់បន្ទះថ្មរាបស្មើពីលើតាមរបៀបនេះកម្រាលឥដ្ឋដ៏រឹងមាំនិងរលោងក៏ត្រូវបានបង្កើតឡើងប៉ុន្តែគោលបំណងនៃស្ពានដែលធ្វើពីទូកចងជាប់គ្នានៅពេលដំបូងនោះគឺដើម្បីផ្ដល់ផ្លូវដល់នាវាដឹកទំនិញនៅពេលវាឆ្លងកាត់ដូច្នេះជំនួសពីការសាងសង់ស្ពានអចិន្ត្រៃយ៍គេបានទុកចន្លោះធំមួយនៅកណ្ដាលដែលជាកន្លែងសសរដ៏រឹងមាំចំនួន18ទូកត្រូវបានតម្រៀបជាជួរហើយដាក់បន្ទះឈើពីលើដើម្បីឲ្យងាយស្រួលដើរឆ្លងកាត់ហើយត្រូវបានចងភ្ជាប់ទៅនឹងសសរទាំងសងខាងដោយប្រើខ្សែពួរដ៏រឹងមាំដូច្នេះហើយទើបបង្កើតបានជាស្ពានមួយដែលមានលក្ខណៈពិសេសអាចបើកនិងបិទបាននៅពេលយប់នៅពេលដែលទូកដឹកទំនិញត្រូវការឆ្លងកាត់ខ្សែពួរនឹងត្រូវបានស្រាយចេញហើយទូកទាំងនេះនឹងត្រូវរំកិលចេញតាមរបៀបនេះនៅពេលដែលទូកដឹកទំនិញឆ្លងកាត់រួចរាល់នៅពេលថ្ងៃទូកទាំងនេះនឹងត្រូវយកមកដាក់នៅកន្លែងដើមវិញសម្រាប់អ្នកថ្មើរជើងចុងក្រោយដើម្បីសុវត្ថិភាពរបស់អ្នកធ្វើដំណើររបងដ៏ស្រស់ស្អាតត្រូវបានដាក់នៅសងខាងស្ពានហើយសាលាដាក់តាំងតូចជាច្រើនត្រូវបានសាងសង់នៅកណ្ដាលដើម្បីឲ្យស្ពានមើលទៅស្រស់ស្អាតដើម្បីឲ្យអ្នកដំណើរមានម្លប់ជ្រកនិងអាចរីករាយជាមួយទិដ្ឋភាពធម្មជាតិបានស្ពាននេះត្រូវបានគេហៅថាស្ពាន Queens High Neck លះទៀតហៅវាថាស្ពាន Changje ស្ពាននេះត្រូវបានសាងសង់ឡើងក្នុងឆ្នាំ1170នៃនៅលើទន្លេ Han ក្នុងទីក្រុង Chao Chao ខេត្ត Guangdong ប្រទេសចិន